សួស្តីអ្នកទាំងអស់គ្នាក៏សូមស្វាគមន៍មកកាន់ការសម្រាយសាច់រឿង anime ខ្ញុំ Rian ឬក៏ Ryan នៅថ្ងៃនេះខ្ញុំមានសាច់រឿងថ្មីមួយចង់ទាញអារម្មណ៍អ្នកទាំងអស់គ្នាមកទស្សនាក៏ដូចជាស្ដាប់នៅការសម្រាយរបស់ខ្ញុំសាច់រឿងមួយនេះមានឈ្មោះថា Love in the Moonlight ដែលនិយាយអំពីក្មេងស្រីម្នាក់បានធ្លាក់ចូលទៅពិភពថ្មីមួយទៀតហើយនាងក៏បានស្វះស្វែងរកផ្លូវមកពិភពដើមវិញផងដែរតើក្មេងស្រីម្នាក់ហ្នឹងអាចរួចផុតពីកន្លែងហ្នឹងដែរឬទេហើយនាងក៏បានជួបស្ថានភាពអ្វីខ្លះនៅក្នុងពេលនោះសាច់រឿងមួយនេះជាប្រភេទ movie របស់ប្រទេសកូរ៉េ admin ក៏បានចែកជា3ភាគតែម្ដងទៅកុំឲ្យជាប់ copyright នឹងឯងដើម្បីចាប់ផ្ដើមនៅសាច់រឿងក៏សូមអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច subscribe ឲ្យខ្ញុំម្នាក់មួយផងជាពិសេសគឺសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូមុនគេនៅពេលដែលខ្ញុំ upload វីដេអូថ្មីចាប់ផ្ដើមនៅសាច់រឿងមកក៏យើងបានឃើញថាក្មេងស្រីម្នាក់ដែលមានឈ្មោះថា Hyun Chori កំពុងតែគេងនៅក្នុងបន្ទប់របស់ខ្លួននៅថ្ងៃស្អែកគឺជាថ្ងៃដែលនាងមានការសម្ដែងផងដែរសាច់រឿងក៏បានបង្ហាញអំពីនាឡិកាទឹកបុរាណមួយនៅក្នុងនោះគឺយើងបានឃើញថាមានរូបនាគមួយដែលហូរទឹកចេញពីមាត់ហើយយើងក៏បានឃើញកូនបាល់មួយកំពុងតែដំណើរការរួចមកយើងក៏បានឃើញសត្វទាំង12ដែលមានស្លាកឈ្មោះរៀងៗខ្លួនកំពុងតែទទួលតួនាទីធ្វើការនៅក្នុងនោះឯងដែលយើងអាចនិយាយបានថាជាសត្វព្រះទាំង12ឬក៏ជាទេវតាសត្វទាំង12អីអញ្ចឹងណាអ្នកទាំងអស់គ្នាវាគឺជាវេលាមួយដែលដល់វេនព្រះកណ្ដុរត្រូវទទួលតួនាទីព្រះកណ្ដុរគឺបានត្អូញត្អែអំពីការងារមួយនេះគឺតួនាទីមួយនេះនឹងឯងមិនចង់ធ្វើវាដដែលនោះទេពេលនោះព្រះកណ្ដុរបានរត់ចេញពីកន្លែងហ្នឹងដែលធ្វើឲ្យកន្លែងនោះមានការជ្រួលច្របល់យ៉ាងខ្លាំងរូបនាគក៏បានលែងដំណើរការមានទឹកហូរទៀតដែរព្រះទាំង11នាក់ទៀតក៏ដឹងដែរថាព្រះកណ្ដុរគឺបានរត់បាត់ទៅហើយសាច់រឿងក៏បានបង្ហាញអំពីតំបន់ចៅយេអននូដែលបានប្រកាសថានាឡិកាទឹកបុរាណហ្នឹងគឺត្រូវបានបញ្ឈប់បាត់ទៅហើយបើសិនជា admin ហៅឈ្មោះតំបន់ហ្នឹងខុសអធិស្ឋានឲ្យផងអ្នកទាំងអស់គ្នាអ្នកជំនាញនៅទីនោះក៏មិនដឹងដែរថាហេតុអីបានជាទៅជាបែបនេះសាច់រឿងក៏កាត់មកជូរីវិញដែលនាងកំពុងតែធ្វើដំណើរទៅសម្ដែងនៅខណៈពេលនោះដែរឪពុកម្ដាយរបស់នាងក៏បានខលមកនាងគឺពួកគាត់ក៏ចង់ចូលរួមមើលការសម្ដែងរបស់កូនស្រីគាត់ដែរតែបែរជានាងមិនសប្បាយចិត្តទៅវិញព្រោះថាវាមិនធំណាស់ណាទេចំពោះការសម្ដែងមួយនេះប៉ុន្តែជូរីក៏មិនអាចខាត់ពួកគាត់បានដែរបន្ទាប់មកសាច់រឿងក៏បានបង្ហាញអំពី God Mountain ទាំងពីរនាក់ម្ដងដែលយើងអាចនិយាយបានថាជាព្រះនៃភ្នំឬក៏ជាទេវតាទី1មានឈ្មោះថាទេវតាភ្នំបកមួយវិញទៀតមានឈ្មោះថាណាំសានទេវតាភ្នំទាំងពីរនេះគឺជាបងប្អូននឹងគ្នាពួកគាត់កំពុងតែត្អូញត្អែអំពីជំងឺរបស់គាត់ដែលជាធម្មតាគឺមិនឈឺអីអញ្ចឹងនោះទេតែគឺដោយសារតែនាឡិកាទឹកបុរាណនោះឯងដែលបានធ្វើឲ្យគាត់ឈឺបែបនេះនៅពេលណាដែលនាឡិកាទឹកបុរាណបានឈប់ហើយគឺពួកគាត់មានជំងឺជាប់នៅរៀងៗខ្លួនតែម្ដងទេវតាណាំសានរមាស់ហើយមានប្រហោងនៅលើដើមទ្រូងចំណែកឯទេវតាបុកវិញគ្រាន់តែផ្ដាសាយទេចំណែកឯជូរីយើងវិញគឺបានមកកន្លែងដែលត្រូវសម្ដែងហើយនាងគឺមិនពេញចិត្តនៅការសម្ដែងមួយនេះសោះព្រោះថាខ្លួនត្រឹមតែជារូបដើមឈើមួយឈរសម្រាប់ background តែប៉ុណ្ណោះខណៈពេលដែលការសម្ដែងគឺបានចាប់ផ្ដើមបានបន្តិចហ្នឹងគឺជូរីរបស់យើងគឺបានក្លាយទៅជាតួអង្គស្រីម្នាក់ដ៏ស្រស់ស្អាតហើយដូចជាតួសំខាន់ចឹងនៅក្នុងការរាំមួយនោះតែតាមពិតទៅជូរីបានស្រមោលសម្រៃតែឯងសោះហើយនាងក៏បានធ្វើឲ្យការសម្ដែងទាំងនោះគឺខុសទាំងអស់តែម្ដងអ្នកនៅជុំវិញខ្លួននាងបានសើចចំអករួចក៏បាននិយាយថាហេតុអីបានជាគេទៅជាបែបនេះអញ្ចឹងណារួចមកក៏ចាប់ផ្ដើមសម្ដែងម្ដងទៀតនៅពេលដែលមុនចាប់ផ្ដើមហ្នឹងនាងក៏បានឃើញឪពុកម្ដាយរបស់នាងមកមើលនាងដែរប៉ុន្តែជូរីរបស់យើងគឺអត់សប្បាយចិត្តនោះទេអ្នកទាំងអស់គ្នានៅពេលដែលជូរីបានមកក្រោយឆាកហ្នឹងនាងបានដកខោអាវនឹងចេញតែម្ដងដោយសារតែខឹងខ្លួនឯងពេកអញ្ចឹងណានៅពេលភ្លាមនោះដែរនាងក៏បានបុកជាមួយនឹងព្រះកណ្ដុរដែលព្រះកណ្ដុរបានលួចចេញពីនាឡិកាទឹកបុរាណនោះឯងជូរីគិតថាសុទ្ធតែជាអ្នកសម្ដែងដូចគ្នាទេទើបនាងមិនចាប់អារម្មណ៍ទៅសត្វកណ្ដុរមួយនោះនៅពេលដែលព្រះកណ្ដុរបានរត់ចេញហ្នឹងគឺបានជ្រុះស្លាកឈ្មោះទៀតផងជូរីបានរើសស្លាកឈ្មោះនោះរួចរត់យកទៅឲ្យវិញតែនាងគឺមិនបានឃើញទេនៅពេលនាងកាន់បន្តោងនោះស្រមោលខ្មៅបានចេញមកពីក្រោយនាងហើយក៏បានបាត់ទៅវិញផងដែរជូរីបានឃើញកណ្ដុរម្ដងទៀតនៅពេលដែលនាងដេញតាមគឺនៅតែរកមិនឃើញទៀតព្រោះកណ្ដុរមួយនោះបានប្រែក្លាយទៅជាកណ្ដុរតូចបាត់ទៅហើយនៅបន្តិចក្រោយមកបន្តោងនោះក៏បានបញ្ចេញឥទ្ធិពលអ្វីម្យ៉ាងចម្លែកចាប់យកជូរីហ្នឹងគឺយកទៅតែម្ដងរួចសាច់រឿងក៏បានបង្ហាញអំពីវិហារមួយដែលបាននាំជូរីមកដល់កន្លែងនេះនៅក្នុងនោះក៏មានបុរសម្នាក់ដែលបានពាក់ស្រោមមុខដែលមិនមែនជាមនុស្សធម្មតានោះទេនៅភ្លាមនោះគេក៏បានបញ្ជាកូនចៅខ្លួនទៅធ្វើបាបជូរីតែម្ដងមានទាំងសត្វហើយនិងវត្ថុផ្សេងទៀតដែលមានចលនាដូចជាមានជីវិតអញ្ចឹងប៉ុន្តែពពួកទាំងអស់នោះគ្រាន់តែជាស្រមោលនោះទេនៅពេលដែលពួកវាបានចាប់ជូរីឡើងទៅលើហើយនាងក៏បានធ្លាក់ចុះមកក្រោមក៏លេចចេញក្មេងប្រុសម្នាក់ទៀតដែលបានមកជួយនាងទាន់ក្មេងប្រុសម្នាក់នោះបានចាប់យកជូរីដាក់
ដាក់នៅខាងលើមកខាងទៀតរួចគេក៏ទៅវាយជាមួយគ្នានឹងបរោះពាក់ស្រោមមុខនោះឯងការប្រយុទ្ធគ្នាទៅវិញទៅមកនៅកន្លែងហ្នឹងគឺពិតជាល្អមើលខ្លាំងមែនតើអ្នកទាំងអស់គ្នា animation នៃចុចរឿងមួយនេះ admin ពិតជាសរសើរអ្នកគូមែនលោតចុះហក់ឡើងមើលទៅ smooth តែម្ដងចំណែកឯ Jory វិញស្រមោលទាំងអស់នោះក៏នៅតែរញ៉េរញ៉ៃនាងទៀតធ្វើឲ្យនាងប៊ីតែធ្លាក់ពីលើនឹងទៅហើយនៅពេលដែលក្មេងប្រុសម្នាក់នោះកំពុងតែប្រយុទ្ធនឹងអំពូលក៏បានធ្លាក់ចុះមកក្រោមរួចគេក៏បានថែអំពូលភ្លើងនោះទៅស្រមោលទាំងអស់នោះតែពួកវានៅតែមិនបាត់ទាំងអស់នោះទេនៅពេលដែលក្មេងប្រុសនោះកំពុងតែប្រយុទ្ធគ្នាគេក៏បានបញ្ជាកូនសត្វនាគតូចមួយឲ្យគេទៅជួយ Jory កូននាគមួយហ្នឹងគឺមានឈ្មោះថា Yang No ប៉ុន្តែគឺមិនមែនកូននាគដែលដូចដែល admin បានហៅនោះទេនៅពេលនោះ Yang No ក៏បានចាប់យក Jory ហោះទៅនឹងផ្ទាំងគំនូរភ្នំកំពូល 5 នោះផ្ទាំងគំនូរភ្នំកំពូល 5 នៃព្រះអាទិត្យនិងព្រះច័ន្ទនៅក្នុងនោះគឺពិតជាប្លែកមែនទែនដូចជាទីប្រជុំនាគអញ្ចឹងដោយការហោះហើររបស់ Yang No ជួបការលំបាកនឹងសត្វនាគធំៗពេក Jory ក៏បានរបូតដៃចេញពី Yang No ធ្លាក់ទៅខាងក្រោមតែម្ដងនាងគឺបានទៅដល់កន្លែងមួយទៀតហើយគឺនាឡិកាទឹកបុរាណនោះឯងដោយមានសត្វទាំង11បានស្រែកឲ្យនាងឲ្យនាំសត្វកណ្ដុរត្រឡប់មកវិញទៀតផងដោយរូបភាពមួយនោះគឺធ្វើឲ្យនាងភ័យខ្លាចពេកនាងក៏ចាប់ផ្ដើមរត់ទៅខាងមុខទៀតនៅពេលដែល Jory បានរត់ទៅនាងក៏បានទៅដល់កន្លែងមួយទៀតហើយគឺនៅក្នុងព្រៃដ៏ធំមួយពេលនោះក៏មានផ្សិតពីរក្បាលបាននិយាយគ្នាផ្សិតពណ៌ផ្កាឈូកហ្នឹងក៏បាននិយាយថាតើសត្វអីគេបានធ្លាក់មកពីលើមេឃរួចមកក្បាលពណ៌ទឹកក្រូចក៏បាននិយាយថាគ្មានសត្វអីគេធំបែបនេះទេនៅក្នុងโลกនេះនោះដោយប្រកែកគ្នាខ្លាំងពេកពួកគេក៏សម្រេចចិត្តទៅមើលតែម្ដងទៅក្រោយពីផ្សិតទាំងពីរនោះបាននិយាយគ្នារួចកណ្ដុរក៏បានមកតាម Jory ដែរគឺតាម Jory នឹងនៅក្នុងកប៉ៅរបស់នាងនៅពេលកណ្ដុរបានឃើញផ្សិតមករញ៉េរញ៉ៃបែបនេះគេក៏បានដេញផ្សិតទាំងអស់នោះរត់ចែកជើងគ្នាទៅកណ្ដុរគឺបានអរគុណទៅ Jory ដែលបានឲ្យខ្លួនគេនឹងគឺចេញពីនាឡិកាទឹកបុរាណនោះឯងនៅពេលនោះ Jory ក៏បានដឹងខ្លួនរួចក៏សុំឲ្យគេជួយដោយកណ្ដុរឃើញបែបនេះគេមិនដាច់ចិត្តទៅចោលនោះទេសំខាន់ពេលដែល Jory ភ្ញាក់ហ្នឹងគឺឃើញកណ្ដុរក៏ដាក់មួយជើងទៅពេលដែលពួកគេបានសំណេះសំណាលគ្នាទៅវិញទៅមកហ្នឹងគឺពីរនាក់ហ្នឹងអត់ត្រូវគ្នាទេកណ្ដុរក៏បានដើរទៅមុខទៀតចំណែកឯ Jory វិញមិនហ៊ាននៅម្នាក់ឯងទេគេក៏សម្រេចចិត្តទៅដែរទៅសំខាន់ដើរបដាឆ្លោះគ្នាបដាយ៉ាប់ហ្មងពីរនាក់ហ្នឹងបានបន្តិចក្រោយមកពួកគេក៏បានឮសំឡេងដំរីកណ្ដុរក៏រត់មករក Jory វិញខ្លាចពេកមិញដើរចោលគេឥឡូវហត់ហោះគេវិញនៅពេលហ្នឹងពួកគេក៏បានរត់ពួនសិនថាមានរឿងអីកើតឡើងអញ្ចឹងណាតាមពិតទៅគឺដំរីទាំងអស់នោះកំពុងតែស្នែងព្រះនាងម្នាក់នៅខាងក្នុងនាងក៏បានដឹងដែរថានៅជិតៗហ្នឹងគឺមានមនុស្សរួចក៏ឲ្យកូនចៅរបស់ខ្លួននឹងរកមើលព្រះនាងម្នាក់នោះគឺមិនបានណែនាំខ្លួននោះទេហើយគេក៏បានចាប់យកកណ្ដុរមកសួរទៀតផងនាងបាននិយាយលួមលោមថានឹងជួយកណ្ដុរមួយនោះឲ្យទៅរស់នៅកន្លែងដែលមានសុវត្ថិភាពហើយនឹងស្រួលហើយនឹងសប្បាយរីករាយរហូតនៅពេលនោះ Jory ក៏បានសញ្ញោឲ្យកណ្ដុរនឹងឲ្យនាងយកនាងទៅផងព្រះនាងនោះគឺហាក់បីដូចជាមិនចាប់អារម្មណ៍ទៅលើ Jory នោះទេនៅពេលដែលនាងបានឃើញបន្តោងឈ្មោះរបស់កណ្ដុរទើបនាងសម្រេចចិត្តថាយក Jory ទៅជាមួយដែរគេជិះមានសត្វសែងទាំងសងខាងចំណែកឯពីរនាក់នោះវិញអត់ដឹងជិះអីគេទេ admin អត់ស្គាល់ទេតែដឹងត្រឹមថាពីរនាក់ជិះហើយចង់វល់អ្នកទាំងអស់គ្នាមើលទៅឡើងវេទនាហ្មងនៅពេលដែលពួកគេទៅដល់ទីនោះគឺបានឃើញសំណាក់របស់ព្រះនាងជាច្រើនគឺបានព័ទ្ធជុំវិញដើមឈើដែលមានពណ៌ផ្កាឈូកធំមួយនៅទីនោះគឺពិតជាស្អាតមែនតែន Jory ហើយនឹងកណ្ដុរបានឃើញហើយគឺពិតជារំភើបខ្លាំងមែនតែនហើយនឹងប្លែកភ្នែករបស់ពួកគេតែម្ដងបានបន្តិចក្រោយមកក៏មានកូនមនុស្សតូចៗបាននាំផ្លូវពួកគេគឺទៅផ្លាស់ប្ដូរសម្លៀកបំពាក់ចេញពេលទៅដល់ក្នុងនោះគឺវត្ថុប្រើប្រាស់សុទ្ធតែមានជីវិតនិងមានចលនាទាំងអស់រួចពួកគេក៏បានផ្លាស់ប្ដូរខោអាវឲ្យ Jory ក្រោយពីផ្លាស់ហើយគឺ Jory មើលទៅពិតជាស្រស់ស្អាតមែនតែនសូម្បីតែកណ្ដុរក៏បានសរសើរនាងដែរនៅពេលនោះ Jory ក៏បានរកខោអាវខ្លួនឯងដែរដោយសារតែនៅក្នុងនោះគឺមានបន្តោងឈ្មោះដែលនាងបានរើសបាននោះឯង Jory ក៏បានដើររកវាប៉ុន្តែកណ្ដុរបែរជានិយាយថាបើម្ចាស់របស់វាមិនរកផងហេតុអីនាងរកវាមិនសំខាន់សម្រាប់ម្ចាស់វាទៀតទេ Jory ឮអញ្ចឹងក៏គេគិតថាហេតុអីបានជាកណ្ដុរនិយាយបែបនេះកណ្ដុរប៊ីនឹងជន់កែងខ្លួនឯងហើយអ្នកទាំងអស់គ្នាក្រោយពីនិយាយគ្នាចប់រឿងនោះអស់ហើយពួកគេក៏មកញ៉ាំអីវិញម្ដងរួចមកក៏ព្រះនាងនោះក៏បានមកដល់ដែរបានប្រាប់ឈ្មោះទៅពួកគេឲ្យបានដឹងដែរនាងមានឈ្មោះថាប្លោះសំដែលជាអ្នកគ្រប់គ្រងនៅទឹកដីទីនេះនាងក៏បានយកចិត្តទុកដាក់ទៅលើកណ្ដុរបន្ថែមទៀតចង់ឲ្យគេរស់នៅស្រួលមិនពិបាកទៀតទេនៅពេលដែលកណ្ដុរបានឮបែបនេះគេកាន់តែសប្បាយចិត្តបន្ថែមទៀតហើយសាច់រឿងក៏បានបង្ហាញអំពីទេវតាទាំងពីរវិញម្ដងពួកគាត់កំពុងតែឈឺចាប់ជាមួយនឹងជំងឺនៅក្នុងខ្លួនរបស់ពួកគាត់រួចពួកគាត់ក៏ឲ្យក្មេងប្រុសដែលជាម្ចាស់យ៉ាងណូនាគនោះទៅមើលថែ Jory សាច់រឿងក៏កាត់មក Jory ហើយនឹងកណ្ដុរវិញម្ដងកណ្ដុរពិតជា
ជារីករាយរស់នៅទីនេះណាស់ចំណែកឯជូរីវិញណាគឺមិនដូចកណ្ដុរនោះទេនាងចង់ទៅផ្ទះវិញបើទោះបីជាការសម្ដែងរបស់នាងគឺមិនធំដុំណាស់ណាក៏ដោយព្រោះអីនាងត្រឹមតែជាដើមឈើមួយដែលឈរសម្រាប់តែ background តែប៉ុណ្ណោះនៅពេលរាត្រីជូរីបានដើរមើលទិដ្ឋភាពនៅខាងក្រៅនៅបរិវេណនោះគឺពិតជាស្រស់ស្អាតមែនដែលនាងមិនដែលឃើញមកពីមុននោះទេរួចនាងក៏បានឃើញឆ្កែមួយក្បាលដែរហើយបានបន្តិចក្រោយមកនាងក៏បានឃើញបុរសពាក់ស្រោមមុខនោះទៀតហើយជូរីក៏បានលាក់ខ្លួនរួចក៏តាមដានសកម្មភាពបុរសម្នាក់នោះលួចតាមដានម្ដងតិចនាងក៏បានឃើញព្រះនាងបុរសសមនិយាយជាមួយនឹងបុរសពាក់ស្រោមមុខនោះព្រះនាងបុរសសមក៏បានឲ្យបុរសនោះទៅចាប់សត្វកណ្ដុរដើម្បីបញ្ឈប់នាឡិកាទឹកបុរាណចឹងណាប៉ុន្តែឥឡូវហ្នឹងគឺកណ្ដុរនាងបានចាប់បានទៅហើយស្លាកឈ្មោះរបស់គេក៏បានធ្លាក់ទៅលើដៃនាងទៀតចំណែកឯជូរីវិញនាងនឹងឲ្យខ្លាចទៅជាដើមឈើបំរើគេរហូតគ្រប់ដែលនាងបាននិយាយគឺជូរីស្ដាប់បានទាំងអស់ហើយនាងក៏ភ័យពេកក៏បានធ្វើឲ្យពន្លឺសំឡេងឡើងរួចនាងក៏រត់ទៅប្រាប់កណ្ដុរភ្លាមៗតែម្ដងនាងបានប្រាប់ទាំងអស់ទៅកណ្ដុរឲ្យបានដឹងប៉ុន្តែកណ្ដុរគឺមិនជឿនោះទេនៅពេលនោះដែលពួកគេកំពុងតែនិយាយហ្នឹងគឺព្រះនាងហ្នឹងក៏បានចូលមកដល់ដែរជូរីនៅតែនិយាយរឿងទាំងអស់នោះចេញមកព្រះនាងនោះក៏ឲ្យកូនចៅចាប់ជូរីទៅឃុំហើយនិយាយទៅកណ្ដុរថាឥឡូវហ្នឹងតើគេទៅខាងណាខាងគាត់ឬក៏ខាងកូនស្រីជូរីនឹងឯងកណ្ដុររៀងស្ទាក់ស្ទើរចិត្តដែរហ្នឹងណាហើយនៅភ្លាមៗនោះគេក៏សម្រេចចិត្តទៅតាមព្រះនាងនោះតែម្ដងគឺដើម្បីយករួចខ្លួននឹងឯងនៅពេលដែលអ្នកបម្រើកំពុងតែចាក់សោជូរីក៏បានឆ្លៀតឱកាសរត់ចេញភ្លាមសំខាន់អ្នកបម្រើដេញតាមសុទ្ធតែហោះទៀតអ្នកទាំងអស់គ្នាពួកទាំងនោះប៊ីនឹងចាប់បានហើយប៉ុន្តែក៏បានម្ចាស់នាគមកជួយនាងតាន់ចំណែកឯកណ្ដុរវិញគឺបានមកអង្វរព្រះនាងនោះឲ្យលើកលែងជូរីព្រោះថានាងប្រហែលជាស្ដាប់ទៅឮច្រឡំអីចឹងណាព្រះនាងនោះក៏បាននិយាយថារឿងទាំងអស់ហ្នឹងគឺសុទ្ធតែជាការពិតហើយគេក៏បានបង្ហាញបន្តោងឈ្មោះរបស់កណ្ដុរនោះទៀតផងទោះបីជាកណ្ដុរនោះបានលែកអត្តសញ្ញាណខ្លួនឯងក៏ដោយក៏នាងដឹងដែរភ្លាមៗនោះនាងបានចាប់កណ្ដុរមិនឲ្យទៅទីក្រុងវិញទេហើយក៏ឲ្យនាឡិកាទឹកបុរាណហ្នឹងគឺមិនឲ្យដំណើរការនោះទេសូម្បីតែទេវតាទាំងពីរក៏មិនអាចធ្វើអីនាងបានទៀតដែរចំណែកឯជូរីវិញគឺបានរួចផុតពីពួកគេហើយគឺអ្នកបម្រើទាំងអស់នោះតាមនាងមិនទាន់នោះទេរីឯព្រះនាងប្រសំវិញនាងបានមកជួបស្ដេចបិសាចដើមឈើដ៏ធំមួយនាងបានដាស់ដើមឈើបិសាចមួយនោះឲ្យដឹងខ្លួនបិសាចដ៏ធំមួយនោះគឺបានដេកអស់មួយឆ្នាំទៅហើយសាច់រឿងក៏បានបង្ហាញអំពីជូរីវិញដែលនាងបានមកដល់កន្លែងដែលនាងមកពីពិភពដើមហើយក្មេងប្រុសម្នាក់នោះក៏បាននិយាយថាវាគឺជាផ្ទាំងគំនូរកំពូល5ដែលអាចឲ្យជូរីត្រឡប់ទៅផ្ទះវិញនៅពេលនោះក្មេងប្រុសនោះខំបួងសួងឲ្យបើកផ្លូវដើម្បីឲ្យជូរីទៅវិញប៉ុន្តែផ្ទាំងគំនូរនោះមិនអាចបើកទេដោយអស់មធ្យោបាយគេក៏បានឲ្យជូរីទៅជួបម្ចាស់ដែលបានបង្កើតនាឡិកាទឹកបុរាណនោះឯងរួចពួកគេក៏ចាប់ផ្ដើមទៅទីនោះភ្លាមៗតែម្ដងនៅពេលទៅដល់ទីនោះវាជាកន្លែងមួយដែលដាក់សៀវភៅដ៏ធំនិងវត្ថុផ្សេងៗទៀតគឺសុទ្ធតែមានជីវិតហើយពួកវាក៏ចេះការពារខ្លួនឯងដែរនិយាយទៅគ្រប់ឧបករណ៍ឬក៏វត្ថុនៅទីនោះគឺសុទ្ធតែមានជីវិតហើយពួកវាគឺសុទ្ធតែដូចបិសាចចឹងគ្រាន់តែថាវាការពារខ្លួនឯងចឹងណាក្នុងការធ្វើដំណើរក៏ដូចជារកផ្លូវទៅកន្លែងហ្នឹងគឺពិតជាពិបាកខ្លាំងមែនតើនៅពេលដែលពួកគេបានចូលក្នុងប្រអប់ហើយក៏ត្រូវគេចចេញពីសភាវៈមានជីវិតនោះទៀតសាច់រឿងក៏បានកាត់មកកាន់ព្រះនាងប្រសំវិញម្ដងដែលនាងបានទម្លាក់កំហុសគ្រប់បែបយ៉ាងតែម្ដងទៅទេវតាភ្នំទាំងពីរនោះឲ្យស្ដេចបិសាចដើមឈើនោះមានការខឹងសម្បារយ៉ាងខ្លាំងចំពោះរឿងទាំងអស់នោះស្ដេចបិសាចដើមឈើដ៏ធំមួយនោះក៏បានហៅកូនចៅបងប្អូនរបស់ខ្លួនឯងទាំងអស់ហ្នឹងដើម្បីឲ្យងើបឡើងវិញហើយទៅកំទេចពិភពលោកនេះយកតែម្ដងកាត់មកកាន់ជូរីវិញគឺពីរនាក់ហ្នឹងជួបឧបសគ្គជាច្រើនពីមួយកន្លែងទៅមួយកន្លែងមើលទៅតរុនតរៀនណាស់នៅពេលមួយនោះជូរីបានធ្លាក់ពីកន្លែងម្ចាស់នាគគេបានឲ្យនាងគ្រប់គ្រងរបស់ទាំងអស់នោះដោយខ្លួនឯងហើយទៅរកផ្លូវដោយខ្លួនឯងទៀតផងម្ចាស់នាគនោះគឺអត់អាចនៅចិត្តជូរីបានរហូតនោះទេអញ្ចឹងហើយគេក៏ឲ្យនាងតាំងចិត្តធ្វើវាដោយខ្លួនឯងគឺទៅជួបម្ចាស់នាឡិកានោះខណៈពេលដែលធ្វើដំណើរនាងក៏បានទៅដល់ទេវតាអណ្ដើករាប់ពាន់ឆ្នាំដោយពេលនោះដែរនាងបានប្រាប់ពីការធ្វើដំណើរដើម្បីទៅជួបម្ចាស់នាឡិកាហើយគាត់ក៏បាននាំនាងទៅតែម្ដងនៅពេលទៅដល់ទីនោះសភាវៈមានជីវិតពិតជា cute មែនតើអ្នកទាំងអស់គ្នាប៉ុន្តែពួកវាគឺមិនស្វាគមន៍ជូរីនោះទេគ្រាន់តែជូរីបានទៅដល់ទីនោះនាំគ្នាហូតអស់លេងហ្មងជូរីគឺបានទៅមុខបន្តទៀតហើយនាងក៏បានជួបម្ចាស់នាឡិកាទឹកបុរាណនោះជូរីនាងបានប្រាប់សាច់រឿងពីដំណើរដើមតងទាំងអស់ឲ្យគាត់បានដឹងសំខាន់ណាស់រឿងធំប៉ុណ្ណឹងហើយគាត់ធ្វើមិនទាន់ដឹងទៀតខ្លួនឯងជាម្ចាស់នាឡិកាសោះហ្នឹងអត់ដឹងសាច់រឿងក៏កាត់មកកាន់ស្ដេចបិសាចដែលបានធ្វើឲ្យសត្វរស់នៅក្នុងព្រៃត្រូវបានរត់ចែកជើងគ្នាហើយឃ្លីគ្នារបស់បិសាចទាំងអស់នោះក៏បានទៅបំផ្លិចបំផ្លាញបន្តទៀតដែរនៅទីក្រុងវិញក៏ចាប់ផ្ដើមចលាចលម្ដងតិចហើយស្ដេចបិសាចនោះក៏បានទៅកំទេចកន្លែងរបស់ព្រះនាងប្រសំនោះជាមុនសិនដោយមិនដឹងទេថាជាកន្លែងរបស់ព្រះនាងនោះចំណែកឯម្ចាស់នាឡិកានិងជូរីវិញគាត់បានប្រាប់រឿងសត្វទាំង
12នោះទាំងអស់ឲ្យបានដឹងហើយឥឡូវនេះកណ្ដុរបានរត់បាត់ទៅហើយបើចង់ឲ្យអ្វីៗទាំងអស់បានមកដល់ដូចដើមវិញគឺត្រូវឲ្យកណ្ដុរទៅវិញជាមួយនឹងបតោងឈ្មោះរបស់គេបើសិនជាកណ្ដុរនឹងទៅដោយអត់មានបតោងនឹងក៏អត់កើតដែរសាច់រឿងក៏បង្ហាញឲ្យឃើញថាកណ្ដុរកំពុងតែជាប់អន្ទាក់របស់គេហើយគឺរត់មិនរួចនោះទេហើយនៅពេលនោះទើបគេដឹងខ្លួនថាខុសជូរីក៏បានសម្រេចចិត្តទៅជួបកណ្ដុរហើយឲ្យគេមកដូចដើមវិញនៅភ្លាមៗនោះតែម្ដងនៅបន្តិចហ្នឹងម្ចាស់នាឡិកាក៏បាននិយាយដែរថារឿងទាំងអស់នោះគឺខុសក៏មកពីគាត់ដែរដែលមើលការខុសត្រូវមិនបានល្អហើយសត្វកណ្ដុររត់ចេញបែបនេះគឺដោយសារតែការមិនចូលចិត្តតួនាទីរបស់ខ្លួនឯងហ្នឹងទើបទៅជាបែបហ្នឹងពេលហ្នឹងជូរីក៏គិតដល់រឿងខ្លួនឯងដែរដែលនាងមិនចូលចិត្តតួនាទីរបស់ខ្លួនជាអ្នកសម្ដែងនោះឯងសាច់រឿងក៏បានបង្ហាញអំពីទេវតាភ្នំទាំងពីរវិញម្ដងដែលអ្នកស៊ើបបានប្រាប់ថាបិសាចដើមឈើគឺបានដឹងខ្លួនហើយពួកគាត់ក៏មិនដឹងថាត្រូវធ្វើបែបណាដែរមានតែប្រកែកគ្នាទៅវិញទៅមកដែលបានផ្ដល់ឱកាសឲ្យព្រះនាងប្រសំនោះព្រោះនាងបានបង្ករឿងទាំងអស់នេះឡើងអាកាសធាតុគឺប្រែប្រួលយ៉ាងខ្លាំងខ្យល់កន្ត្រាក់កន្លែងដែលជូរីបានសម្ដែងនោះហើយប្រជាជននៅទីនោះក៏មានការព្រួយបារម្ភដែរឪពុកម្ដាយរបស់ជូរីក៏បានតាមរកនាងដែរនៅពេលដែលជូរីបានចេញមកខាងក្រៅមានតែយ៉ាងណូហើយនិងម្ចាស់វាដែលមកយកនាងទៅជួបកណ្ដុរនោះម្ចាស់យ៉ាងណូក៏មិនដឹងដែរថាជូរីហេតុអីបានជានាងចង់ទៅកន្លែងនោះរួចជូរីក៏បានប្រាប់គេឲ្យបានដឹងទាំងអស់ដូចនេះពួកគេក៏ចាប់ផ្ដើមទៅភ្លាមៗតែម្ដងចំណែកឯទេវតាទាំងពីរវិញកំពុងតែពិបាកដែរពួកគាត់គឺរកវិធីសាស្ត្រដើម្បីកញ្ចាប់បិសាចនោះព្រោះលើកមុនពីអ្នកគាត់គឺជាអ្នកបង្ខាំងបិសាចទាំងអស់នោះអញ្ចឹងហើយឥឡូវហ្នឹងពួកគាត់ក៏ធ្វើបានដែរគ្រាន់តែពួកគាត់មិនខ្លាំងដូចមុនអញ្ចឹងណាជូរីគឺបានមកដល់សំណាក់ព្រះនាងប្រសំហើយអ្វីដែលនាងបានឃើញគឺនៅទីនោះមិនស្អាតដូចមុនទៀតទេព្រោះដើមឈើទាំងអស់នោះបានកាត់ចេញជាបិសាចដោយសារតែដើមឈើដ៏ធំមួយនោះហើយពួកវាមិនស្ដាប់បង្គាប់អ្នកណាទាំងអស់ដើមឈើបិសាចដ៏ធំនោះនឹងទៅកំទេចឬសម្លាប់ទេវតាភ្នំទាំងពីរហើយនឹងស្រូបយកពន្លឺព្រះច័ន្ទនិងភពផែនដីផងដែរនៅពេលនោះបុរសពាក់ស្រោមមុខបានបញ្ជាកូនចៅរបស់ខ្លួនទៅវាយជាមួយនឹងរុក្ខជាតិដែលជាបិសាចទាំងអស់នោះនៅពេលដែលកាប់ពួកវាដាច់ជាពីរហើយពួកវាក៏រួមខ្លួនមកដូចដើមវិញកូនចៅរបស់បុរសពាក់ស្រោមមុខនោះគឺវាយមិនឈ្នះរុក្ខជាតិបិសាចទាំងអស់នោះទេសកម្មភាពទាំងអស់នោះម្ចាស់នាគហើយនិងជូរីក៏បានឃើញអស់ដែរហើយពួកគេក៏ចាប់ផ្ដើមចែកផ្លូវគ្នាម្ចាស់នាគក៏បានទៅវាយគ្នាជាមួយនឹងបុរសពាក់ស្រោមមុខហើយនិងកូនចៅគេរីឯជូរីវិញទៅជួបកណ្ដុរមិនដឹងថាគ្នាយ៉ាងម៉េចហើយទេនៅពេលដែលកូនចៅរបស់បុរសពាក់ស្រោមមុខងាប់គឺរុក្ខជាតិបិសាចទាំងអស់នោះក៏បានស្រូបយកទៀតផងហើយធ្វើឲ្យខ្លួនរបស់ពួកគេគឺកាន់តែធំចំណែកឯជូរីវិញនាងបានឃើញកូនមនុស្សតូចៗដែលត្រូវមុតជាមួយនឹងបន្លាបិសាចនោះដែលធ្វើឲ្យពួកគេខ្លាចទៅជាបិសាចផងដែរនៅភ្លាមនោះនាងក៏បានលាក់ខ្លួនពីពួកវាទាំងអស់ហើយក៏បានទៅខាងក្នុងបន្តទៀតសាច់រឿងក៏កាត់មកកាន់ម្ចាស់នាគវិញម្ដងគឺពួកគេនៅតែបន្តប្រយុទ្ធជាមួយគ្នានៅពេលនោះដែរបុរសពាក់ស្រោមមុខបានប្រើប្រាស់សិលរបស់ខ្លួនទៅបញ្ជាបិសាចរុក្ខជាតិដ៏ធំមួយនោះហើយគេក៏បញ្ជាទៅប្រយុទ្ធជាមួយនឹងម្ចាស់នាគតែម្ដងនៅពេលដែលយ៉ាងណូបានហោះចេញគេក៏បានត្រូវមួយដៃរបស់បិសាចដ៏ធំមួយនោះហើយបណ្ដាលឲ្យម្ចាស់គេខ្ទាតទៅទីម្ខាងកាត់មកកាន់ជូរីវិញនាងបានទៅជួយកណ្ដុរដោយនៅក្នុងនោះគឺសុទ្ធតែបន្លារបស់បិសាចបានឃុំកណ្ដុរនោះឯងព្រះកណ្ដុរក៏បានរៀបរាប់អំពីកំហុសរបស់ខ្លួនដែរដែលគេមិនចង់មានស្លាកឈ្មោះធ្វើការដដែលនៅក្នុងនាឡិកាទឹកបុរាណនោះឯងរួចគេក៏បានរត់ចេញដោយសារតែចិត្តចង់លេងស្គរហើយនឹងកណ្ដឹងដោយគេដទៃដែរនិយាយពីកន្លែងនេះជូរីក៏បានគិតដល់ខ្លួនឯងដែរដែលនាងចង់សម្ដែងធ្វើជាតួសំខាន់ព្រោះនាងក៏ត្អូញត្អែអំពីការសម្ដែងរបស់នាងដែរដោយសារតែនាងមិនមែនជាតួសំខាន់នោះទេក្រោយពីពួកគេបាននិយាយគ្នារួចហើយក៏នាំគ្នាទៅរកស្លាកឈ្មោះមកវិញដើម្បីឲ្យនាឡិកាទឹកបុរាណដំណើរការឡើងវិញនៅភ្លាមៗនោះដែរបុរសពាក់ស្រោមមុខក៏បានចេញមកហើយគេក៏បានចាប់ជូរីនិងព្រះកណ្ដុរនៅពេលនោះដែរមានកូនឆ្កែមួយដែលជូរីបានជួបគឺមកខាំជើងបុរសពាក់ស្រោមមុខនោះហើយម្ចាស់នាគក៏បានចូលមកគេបានជួយជូរីឲ្យចេញពីសំណាញ់នោះសិនរួចបានគប់របស់ទាំងអស់នោះទៅពួកគេវិញរួចក៏បាននាំជូរីចេញទៅខាងក្រៅតែម្ដងនៅពេលនោះព្រះនាងព្រះសំក៏បានមកដល់ដែរដែលនាងមិនជឿទេថាកន្លែងដែលនាងរស់នៅគឺទៅជាបែបនេះនៅពេលដែលជូរីហើយនិងព្រះកណ្ដុរបានចេញមកខាងក្រៅនាងក៏បានធ្វើឲ្យស្លាកឈ្មោះរបស់កណ្ដុរចាប់យកពួកគេមកជិតខ្លួននៅពេលនោះដែរបិសាចដើមឈើដ៏ធំមួយនោះក៏បានមកដល់កន្លែងនឹងដែរគឺមកកំទេចកន្លែងរបស់ព្រះនាងប្រសំនឹងឯងអ្វីនៅទីនោះគឺបានស្រូបយកទាំងអស់តែម្ដងសូម្បីតែបុរសពាក់ស្រោមមុខនោះក៏បានស្រូបយកទៅដែរជូរីហើយនិងម្ចាស់នាគមិនចាំទៀតទេពួកគេក៏បានរត់ទៅខាងមុខបន្តទៀតចំណែកឯព្រះនាងប្រសំវិញនាងមិនសុខចិត្តនោះទេនាងខំដាស់ឲ្យបិសាចមួយនោះដឹងខ្លួនតែគេបែរជាមានគំនិតចង់កំទេចកន្លែងនាងទៅវិញនៅភ្លាមនោះដែរនាងក៏បានបញ្ចេញសិលរបស់ខ្លួនទៅចាប់បិសាចដ៏ធំមួយនោះប៉ុន្តែសិលរបស់នាងគឺមិនអាចធ្វើ
ធ្វើអ្វីបានទៅលើបិសាចដ៏ធំមួយនោះទេគ្រាន់តែបិសាចមួយនោះទាញក៏ដួលដែរនាងក៏បានធ្លាក់ពីលើសេះហើយខ្ទាតទៅទីម្ខាងទៀតបិសាចដ៏ធំមួយនោះក៏បានស្រូបយកភាពស្រស់ស្អាតដើមឈើរបស់នាងយកតែម្ដងសាច់រឿងក៏កាត់មកកាន់ទីក្រុងវិញម្ដងការចលាចលក៏កាន់តែវឹកវរហើយភ្នំនៅជុំវិញនោះក៏បានបាក់ស្រុតម្ដងបន្តិចហើយទេវតាទាំងពីរក៏បាននាំគ្នាបញ្ចេញសិលដើម្បីបង្ខាំងបិសាចម្ដងទៀតប៉ុន្តែទេវតាបុកគឺកាន់តែខ្សោយទៅហើយចំណែកឯទេវតាណាមសានវិញក៏មានប្រហោងកាន់តែធំដែរព្រោះភ្នំដែលគាត់បានមើលថាគឺមានការបំផ្លិចបំផ្លាញថែមទៀតនៅក្នុងទីក្រុងគឺកាន់តែខ្ទេចខ្ទីបន្តបន្ទាប់ហើយដោយសារតែការស្រូបយករបស់បិសាចមួយនោះនៅពេលនោះដែរជូរីក៏បានទៅសុំស្លាកឈ្មោះរបស់កណ្ដុរពីព្រះនាងប្រសំវិញនៅក្នុងស្ថានភាពពេលនោះគឺពិតជាពិបាកខ្លាំងមែនទែនហើយនៅកន្លែងព្រះនាងក៏បានខ្ទេចដែរដោយការអង្វររបស់ជូរីទៅកាន់ព្រះនាងនោះនាងក៏បានយល់ព្រមផ្ដល់ឱកាសឲ្យពួកគេតែម្ដងសូម្បីតែកណ្ដុរហើយនិងម្ចាស់នាគក៏បាននិយាយលួមទៅកាន់នាងដែរសាច់រឿងក៏កាត់មកកាន់ទេវតាណាមសានវិញម្ដងគឺគាត់បានប្រហោងខ្លួនកាន់តែធំហើយរលាយខ្លួនបន្តិចសាច់រឿងក៏កាត់មកកាន់កណ្ដុរវិញម្ដងដោយនៅពេលនោះគេបានចាប់ផ្ដើមលាជូរីហើយរួចក៏បួងសួងឲ្យគេក៏បានត្រឡប់ទៅកន្លែងដើមវិញបន្តោងស្លាកឈ្មោះរបស់គេក៏បានបញ្ចេញឥទ្ធិពលបើកផ្លូវចេញគ្នារបស់ព្រះកណ្ដុរនោះមកទទួលគេជូរីនិងព្រះកណ្ដុរក៏បានលាគ្នាទៅវិញទៅមកទាំងដោយភាពសប្បាយចិត្តបើទោះបីជាមានរឿងនេះកើតឡើងក៏ដោយនៅរំពេចនោះដែរអ្វីៗក៏បានប្រសើរឡើងវិញសត្វតូចធំហើយនឹងព្រមទាំងទេវតាភ្នំផងដែរព្រោះនាឡិកាទឹកបុរាណគឺបានដំណើរការវិញហើយទេវតាទាំងពីរក៏សប្បាយចិត្តរីករាយជាមួយនឹងធម្មជាតិបន្តទៀតម្ចាស់នាគហើយនឹងជូរីក៏បានមើលថ្ងៃរះនៅពេលព្រឹកព្រលឹមដ៏ល្អហើយចំណែកឯព្រះនាងប្រសំវិញនាងក៏បានលាងបាបរបស់ខ្លួនចេញហើយក៏បន្តមើលថែរក្សាសួនរបស់នាងបន្តទៀតនៅទីក្រុងវិញអ្វីៗក៏បានមកដូចដើមវិញដែរការសម្ដែងរបស់ជូរីនាងពិតជាពេញចិត្តជាតួនាទីដើមឈើមួយនោះឡើងវិញនាងមិនមានចិត្តចង់បានតួនាទីបែបណាទៀតទេនៅពេលនោះដែរសូម្បីតែម្ចាស់នាគហើយនឹងយ៉ាងណូក៏បានមកមើលនាងផងដែរអញ្ចឹងអ្នកទាំងអស់គ្នាសាច់រឿងមួយនេះគឺមានតែប៉ុណ្្នឹងទេគឺវាចប់ត្រឹមហ្នឹងហើយដោយសារតែសាច់រឿងមួយហ្នឹងជាប្រភេទ movie បើខ្ញុំសម្រាយគឺខ្ញុំសម្រាយត្រូវដាក់ទាំងអស់តែម្ដងតែដោយសារតែខ្ញុំខ្លាច copyright ក៏ចែករឿងហ្នឹងជា3តែម្ដងទៅចំពោះគ្នាយើងដែលមើលសាច់រឿងមួយនេះហើយអត់ទាន់មើលភាគ1ហើយនិងភាគ2ក៏អាចទៅមើលបានដែរសាច់រឿងមួយនេះគឺពិតជាល្អមើលមែននៅពេលដែលយើងបានមើល full វាហាក់បីដូចជាសាច់រឿង Spirit Away អញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តសាច់រឿងមួយនេះកុំភ្លេច like ឲ្យ admin ម្នាក់មួយផងហើយចំពោះគ្នាយើងដែលមកថ្មីកុំភ្លេចជួយចុច subscribe ឲ្យ admin ម្នាក់មួយផងអញ្ចឹងពួកយើងចាំមើលសាច់រឿងថ្មីទៀតថាតើ admin យករឿងអីមកសម្រាយឲ្យអ្នកទាំងអស់គ្នាបន្តទៀតជំរាបលាអ្នកទាំងអស់គ្នាអញ្ចឹងពួកយើងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ